កម្ពុជាអត់មានប្រើយន្តហោះសម្រាប់ការច្បាំងនៅពេលនេះប៉ុន្តែកម្ពុជាមានសំណាញ់មេឃប៉ុន្តែពួកអាល្ងងមួយចំនួនវាអត់ស្គាល់សំណាញ់មេឃស្អីទេវាថាស្អីធ្វើសំណាញ់មេឃក្របទៅពីក្រោមទៅយន្តហោះកាលណាឯងហោះពីលើខ្ពស់ឯងធ្វើអីឯងអត់បាត់ទេប៉ុន្តែចង់ធ្វើអីឯងត្រូវតែដាំក្បាលចុះពេលដែលដាំក្បាលចុះអានឹងទៅពីខាងក្រោមរាប់ពាន់រាប់ម៉ឺនគ្រាប់រាប់សែនគ្រាប់ងាយអីមិនត្រូវខ្លះអញ្ចឹងបានសង្គ្រាមទោដែនអត់ដែលប្រើយន្តហោះមកវាយទេគាត់ទៅជំរាបជូនហើយឥឡូវនេះកម្ពុជាមានប្រភេទការពារអាកាសយ៉ាងល្អប្រសើរតែយើងអាចសាឡបងបាញ់40គីឡូទៅម្ខាងយើងអាចបាច់ទៅរួចប៉ុន្តែខ្ញុំគិតថាប្រភេទអស់ទាំងនេះមិនចាំបាច់ទេអញ្ចឹងអ្នកចូលមកខមមិនថាខាងថៃបានរៀបចំយន្តហោះចម្បាំងហើយនេះក្រំតែជាពាក្យអស់យ៉ាលទេប៉ុន្តែបើសិនជារឿងពិតកម្ពុជាក៏សូមប្រាប់ត្រឡប់ទៅវិញថាកម្ពុជាបានត្រៀមអាវុធបាញ់អស់ហើយតែប៉ុណ្ណឹងប្រាប់ទៅអ្នកដែលចូលខមមិនណាថាខាងថៃរៀបចំយន្តហោះហើយរៀបចំចម្បាំងហើយថាកម្ពុជារៀបចំហើយនៅរៀបចំហើយក៏ភ្លើងសម្រាប់បាញ់យន្តហោះហើយគេអាចដឹកបានបច្ចេកវិទ្យាបច្ចុប្បន្នយន្តហោះមួយគ្រឿងអាចប្រមាណលានដុល្លារតែអានេះមួយគ្រាប់ត្រឹមតែ30-40ម៉ឺនដុល្លារគឺវាល្មមវាខុសគ្នាឆ្ងាយអាមួយ5លានឬ10លានឬ20លានជាក់ស្ដែងសេលេនស្គីចង់បាន S-16 ពីអាមេរិកនិងពីពួកលើកលែកតើអ៊ុយក្រែនមានឧត្តមភាពទេអត់ទេកុំសង្ឃឹមទៅលើបញ្ហាកំភ្លើងធំខ្លាំងពេកកុំសង្ឃឹមទៅលើដ្រូនកុំសង្ឃឹមទៅលើមីស៊ីលកុំសង្ឃឹមទៅលើយន្តហោះដល់រាបណាថ្មីជើងចូលអត់ដល់សូមកុំសង្ឃឹមតែឈ្នះអញ្ចឹងយុទ្ធសាស្ត្រយោធារបស់កម្ពុជាគឺបែបនេះឯង